ជំរាបសួរបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងម៉ាកុសជំពូក15ខ33ដល់34ដល់ម៉ោង12នោះមានងងឹតដាបក្របលើផែនដីដល់រាបដល់ម៉ោង3រសៀលលុះវេលាម៉ោង3នោះព្រះយេស៊ូវទ្រង់បន្លឺឧទានជាខ្លាំងថាអេឡុយអេឡុយឡាម៉ាសាបាច់ថានីគឺស្រែកថាអោព្រះអង្គនៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំពន្លឺថ្ងៃកំពុងតែភ្លឺចែងចាំងរស្មីយ៉ាងខ្លាំងព្រះយេស៊ូវក៏កំពុងតែជាប់ឆ្កាងនៅក្រោមកម្ដៅថ្ងៃដ៏ក្តៅស្រាប់តែដល់ម៉ោង12ថ្ងៃត្រង់នោះមានភាពងងឹតក្របលើផែនដីរហូតដល់ម៉ោង3រសៀលនេះហាក់បីដូចជាអ្វីដែលព្រះបានបង្កើតមកបានចូលរួមចំណែកក្នុងការរងទុក្ខជាមួយនឹងព្រះអង្គចាស់ព្រះយេស៊ូវភាពងងឹតនេះមិនមែនកើតឡើងដោយចៃដន្យនោះឡើយតែជាការដែលបង្ហាញថាមនុស្សបានបដិសេធពន្លឺដែលជាអង្គព្រះយេស៊ូវគ្រីស្ទហើយព្រមទទួលយកសេចក្តីងងឹតតែព្រះវរបិតាបានលះបង់ព្រះរាជបុត្រាដើម្បីនឹងបញ្ជូនពន្លឺនេះមកកាន់លោកីដើម្បីនឹងបំពេញសេចក្តីយុត្តិធម៌ក្នុងការសង្គ្រោះមនុស្សមានបាបដូចជាយើងរាល់គ្នាទ្រង់ត្រូវបានគេឆ្កាងទ្រង់ត្រូវបានគេដំទម្លុះនឹងដែកគោលព្រះលោហិតរបស់ទ្រង់បានហូរដុនដាបចេញពីរូបកាយរបស់ទ្រង់ដូចជាទឹកគេវាយដំគេសើចចំអកគេមើលងាយរហូតដល់ម៉ោង3រសៀលទ្រង់មិនមានកំហឹងចំពោះពួកគេនោះឡើយហើយទ្រង់ក៏មិនបានតបតដោយទង្វើណាមួយនោះឡើយតែទ្រង់ថែមទាំងអធិដ្ឋានឲ្យព្រះវរបិតាបានអត់ទោសដល់ពួកគេបិទពួកគេមិនដឹងអីនោះឡើយព្រះយេស៊ូវបានស្ដាប់បង្គាប់ព្រះវរបិតានិងធ្វើតាមបំណងព្រះハរតីរបស់ទ្រង់ដល់រាបដល់សុគតយ៉ាងណាមិញនៅឃ្លាចុងក្រោយដែលទ្រង់បានស្រែកឡើងថាអោព្រះអង្គចាស់នៃទូលបង្គំអើយហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំនេះគឺជាឃ្លាមួយដែលបង្ហាញពីភាពសោកសង្រេងហើយបង្ហាញពីសេចក្តីដ៏អាថ៌កំបាំងរបស់ព្រះហើយបង្ហាញពីបទពិសោធន៍យ៉ាងជ្រាលជ្រៅដែលព្រះអង្គចាស់ព្រះយេស៊ូវមានក្នុងភាពជាមនុស្សព្រះរាជបុត្រាដែលគ្មានបាបសោះដែលទ្រង់ធ្លាប់តែរួមជាមួយនឹងព្រះវរបិតាឥឡូវនេះបានជួបប្រទះនៅអ្វីដែលយើងនឹកស្មានមិនដល់ហេតុអ្វីបានជាព្រះយេស៊ូវត្រូវបានព្រះវរបិតាលះបង់ចោលហេតុអ្វីបានជាឋានសួគ៌បែរចេញមិនជួយទ្រង់យ៉ាងដូចនេះព្រះយេស៊ូវត្រូវបានព្រះវរបិតាបោះបង់ចោលក្នុងរយៈពេលមួយផ្លែតដើម្បីឲ្យទ្រង់បានទទួលយើងរាល់គ្នាជារៀងរហូតបងប្អូនហើយនេះមិនមែនជាទ្រឹស្ដីនោះឡើយតែជាសេចក្តីស្រឡាញ់របស់ព្រះដែលមិនអាចវាស់វែងបានមិនអាចបញ្ឈប់បានហើយក៏ជាសេចក្តីស្រឡាញ់ដែលមិនអាចប្រកែកបានជាសេចក្តីស្រឡាញ់ដែលបង្ហាញឲ្យយើងឃើញជាក់ស្ដែងក្នុងការដែលទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ឲ្យសុគតជំនួសមនុស្សមានបាបដូចជាយើងពេលនេះប្រហែលជាមានអ្នកខ្លះកំពុងតែដើរឆ្លងកាត់ភាពងងឹត3ម៉ោងនៅក្នុងជីវិតរបស់ខ្លួនជួនពេលខ្លះអ្នកប្រហែលជាអាចមានអារម្មណ៍ថាត្រូវបានគេបោះបង់ចោលត្រូវបានគេបំភ្លេចចោលប៉ុន្តែចូលចាំថាព្រះយេស៊ូវបានដើរផ្លូវនោះមុនអ្នករាល់គ្នារួចទៅហើយដើម្បីឲ្យអ្នករាល់គ្នាបានមានជ័យជំនះទោះបីជាកំពុងតែឆ្លងកាត់ភាពងងឹតនោះក៏ដោយទោះបីជាអ្នកកំពុងតែដើរនៅក្នុងទីងងឹតបំផុតយ៉ាងណាក៏ដោយក៏ពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះនឹងមិនរលត់ចេញពីជីវិតរបស់អ្នករាល់គ្នាឡើយនៅពេលដែលបងប្អូនរាល់គ្នាយំឬមានទុក្ខព្រួយហើយសួរថាតើព្រះគង់នៅឯណាហេតុអ្វីបានជាមិនជួយដល់ទូលបង្គំហេតុអ្វីបានជាមិនដោះស្រាយបញ្ហាទូលបង្គំបងប្អូនអាចចូលចងចាំអំពីឈើឆ្កាងដែលព្រះយេស៊ូវបានឆ្លងកាត់ភាពងងឹតដែលព្រះអង្គបានឆ្លងកាត់ខណៈពេលដែលព្រះអង្គជាប់នៅលើឈើឆ្កាងពេលដែលបងប្អូនមានអារម្មណ៍ឯកាចូលនឹកចាំពីព្រះអង្គដែលពិតជាឯកាសម្រាប់បងប្អូនរាល់គ្នាពេលដែលបងប្អូនទន់ខ្សោយទ្រង់ជាកម្លាំងដល់បងប្អូនរាល់គ្នាពេលដែលបងប្អូនរាល់គ្នាខ្ទេចខ្ទាំនៅក្នុងចិត្ត
ទ្រង់គឺជាអ្នកប្រោះលោះដ៏អស្ចារ្យនៅពេលដែលបងប្អូនវង្វេងទ្រង់គឺជាផ្លូវរបស់បងប្អូនហើយនៅពេលដែលបងប្អូនស្ថិតនៅក្នុងទីងងឹតចូលចាំថាព្រះគុណនៃព្រះភ្លឺចែងចាំងជាងអ្វីៗទាំងអស់ដើម្បីនឹងដឹកនាំអ្នករាល់គ្នាឆ្លងកាត់ទីងងឹតទៅរកពន្លឺរបស់ទ្រង់ដូច្នេះចូលក្រោកឡើងកូនរបស់ព្រះអើយឈើឆ្កាងមិនមែនជាទីបញ្ចប់នោះឡើយប៉ុន្តែជាទីចាប់ផ្ដើមដើម្បីយើងចូលទៅក្នុងសេរីល្អរបស់ទ្រង់អរព្រគុណព្រះម្ចាស់ព្រះយេស៊ូវដែលទ្រង់បានចូលទៅក្នុងទីងងឹតរបស់ទូបង្គំចូលទៅក្នុងទីកន្លែងដែលហួតហែងដែលគ្មានសង្ឃឹមដើម្បីនឹងផ្ដល់នៅពន្លឺដើម្បីនឹងផ្ដល់នៅទីសង្ឃឹមដល់យើងខ្ញុំដើម្បីឲ្យយើងខ្ញុំបានដើរនៅក្នុងពន្លឺរបស់ទ្រង់ដូច្នេះហើយទូបង្គំនឹងមិនភ្លេចពីសេចក្តីស្រឡាញ់របស់ទ្រង់នោះឡើយហើយទូបង្គំក៏នឹងមិនសង្ស័យចំពោះវត្តមានរបស់ទ្រង់ដែរសូមឲ្យព្រះចេស្តារបស់ទ្រង់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់បានបំភ្លឺនិងដឹកនាំជីវិតរបស់យើងខ្ញុំគ្រប់ពេលវេលារួមទាំងថ្ងៃនេះផងដែរសូមឲ្យយើងខ្ញុំដឹងជាក់ថាព្រះអង្គគង់នៅជាមួយនឹងទូបង្គំយើងខ្ញុំជានិច្ចទោះបីជាយើងខ្ញុំស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយព្រះអង្គជាកម្លាំងព្រះអង្គជាពន្លឺហើយព្រះអង្គជាផ្លូវរបស់ទូបង្គំក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន